សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Page Santa Inspire ទាំងអស់គ្នាថ្ងៃមុនខ្ញុំបានណែនាំខ្លួនរួចហើយតែខ្ញុំជាអ្នកណាមកពីណាហើយមកទីនេះដើម្បីអ្វីថ្ងៃនេះយើងមកដឹងអំពីការស្វែងរកអ្វីជាខ្លួនឯងរបស់ខ្ញុំបងប្អូនគឺដំណើរស្វែងរកខ្លួនឯងតើអ្វីដែលយើងគួរតែសួរទៅកាន់ខ្លួនឯងដំបូងគឺយើងគួរតែសួរថាតើខ្ញុំជាអ្នកណាខ្ញុំមកពីណាហើយខ្ញុំមកទីនេះដើម្បីអ្វីសំណួរទាំងហ្នឹងអ្វីត្បិតតែស្ដាប់ទៅដូចជាសាមញ្ញតែក៏វាបង្កប់នៅនៃអត្ថន័យដែលល្អសម្រាប់ឲ្យបងប្អូនព្យាយាមសិក្សាស្វែងយល់ថាតើបងប្អូនជាអ្នកណាឲ្យពិតប្រាកដណាព្រោះអ្នកខ្លះគាត់រស់នៅរាល់ថ្ងៃនេះគឺគាត់អត់ដឹងថាខ្លួនឯងជាអ្នកណាមកពីណាហើយចង់បានអ្វីឲ្យពិតប្រាកដដល់ពេលអញ្ចឹងហើយធ្វើឲ្យជីវិតរបស់គាត់ដូចជាអត់ទៅមុខសោះបងប្អូនដូចជានៅដដែលឬក៏អាចនឹងធ្លាក់ជាងមុនផងដែរដូច្នេះហើយតើការស្វែងរកខ្លួនឯងនេះវាផ្ដល់ផលប្រយោជន៍អ្វីខ្លះដល់យើងទាំងអស់គ្នាការស្វែងរកខ្លួនឯងនេះគឺវាផ្ដល់អត្ថប្រយោជន៍សំខាន់ខ្លាំងណាស់ដល់ជីវិតរបស់យើងប្រចាំថ្ងៃព្រោះបើសិនបើយើងស្គាល់ពីខ្លួនឯងច្បាស់យើងនឹងអាចបញ្ចេញនៅសក្តានុពលដែលយើងមាននៅក្នុងខ្លួនបានពេញលេញណាតែកាលណាបើសិនជាយើងអត់ស្គាល់ខ្លួនឯងទេយើងច្បាស់ជាអត់ដឹងថាយើងត្រូវធ្វើអីឲ្យពិតប្រាកដអញ្ចឹងហើយយើងសាកនេះបន្តិចសាកនោះបន្តិចដូចរបៀបភ័យខ្លាចបងប្អូនរបៀបថាតែយើងលោជើងចូលទៅក្នុងទឹកមួយដែលយើងអត់ដែរដឹងថាប្រភពទឹកនឹងមកពីណាយើងមានអារម្មណ៍ថាតិចវាពុលទៅឬក៏វាមានសត្វអីនៅក្នុងនឹងអញ្ចឹងវាបែបអញ្ចឹងហើយធ្វើឲ្យសក្តានុពលដែលយើងមាននៅក្នុងខ្លួនហ្នឹងធ្វើឲ្យវាលិចក្រោមបាតទៅវិញណាទាំងអ្នកខ្លះគឺមកជីវិតរបស់គាត់គឺគាត់អត់អាចបញ្ចេញនៅសមត្ថភាពឲ្យអស់ពីសមត្ថភាពដែលគាត់មាននៅក្នុងខ្លួនរបស់គាត់បានណាអាហ្នឹងគឺស្ដាយខ្លាំងមែនតើបងប្អូនព្រោះអ្នកខ្លះគឺសមត្ថភាពគាត់គឺអស្ចារ្យខ្លាំងមែនតើដែលយើងអត់អាចនឹកស្មានដល់ប៉ុន្តែដោយសារតែគាត់មិនបានស្វែងរកខ្លួនឯងឃើញច្បាស់លាស់ថាគាត់ជាអ្នកណាអញ្ចឹងហើយគាត់ក៏បន្តជីវិតរស់នៅបែបសាមញ្ញធម្មតាទាំងអត់ដឹងពីសក្តានុពលរបស់ខ្លួនឯងតើឥឡូវយើងមកដឹងពីដំណើរដើមតងដែលខ្ញុំពីគ្រូពេទ្យម្នាក់មកជា content creator ម្នាក់ព្រោះវាមើលទៅវាឆ្ងាយគ្នាមែនអត់ប៉ុន្តែនេះជាអ្វីដែលខ្ញុំស្វែងរកខ្លួនឯងឃើញដំបូងឡើយខ្ញុំគឺជាពេទ្យម្នាក់ដែលធ្វើការនៅបន្ទប់ពិគ្រោះមួយតែក្នុងដំណើរការដែលយើងធ្វើការពីមួយថ្ងៃទៅមួយថ្ងៃពីមួយឆ្នាំទៅមួយឆ្នាំខ្ញុំតែងតែមានអារម្មណ៍ថាខ្ញុំដូចជាខ្វះអ្វីមួយយ៉ាងនៅក្នុងជីវិតរបស់ខ្ញុំជាការពិតណាស់ខ្ញុំពិតជាស្រឡាញ់ការងារជាពេទ្យនេះមែនតើព្រោះពេទ្យអាចជួយដល់អ្នកជំងឺបានច្រើនហើយអាចជួយសង្គ្រោះដល់ជីវិតរបស់មនុស្សផងដែរប៉ុន្តែនៅក្នុងដំណើរជីវិតរបស់ខ្ញុំនៅតែមានអារម្មណ៍ថាខ្ញុំដូចជាខ្វះអ្វីមួយយ៉ាងខ្ញុំតែងតែមានអារម្មណ៍ថាខ្ញុំអាចធ្វើអ្វីបានច្រើនជាងនេះទៅទៀតព្រោះការងារជាពេទ្យវាមានជាផ្នែកទេបងប្អូនអញ្ចឹងខ្ញុំផ្នែកផ្សេងទៅពេទ្យផ្សេងគឺគាត់ផ្នែកផ្សេងអញ្ចឹងខ្ញុំអត់អាចសង្គ្រោះជីវិតមនុស្សបានច្រើនផ្នែកពេកទេបងប្អូនព្រោះយើងត្រូវមានជំនាញឯកទេសផ្សេងគ្នាអញ្ចឹងខ្ញុំតែងតែគិតថាខ្ញុំត្រូវធ្វើអ្វីដែលខ្ញុំអាចជួយដល់មនុស្សបានច្រើនជាងនឹងហើយបន្ទាប់មកខ្ញុំក៏ចាប់ផ្ដើមសួរខ្លួនឯងថាតើអ្វីទៅជាគោលបំណងពិតប្រាកដរបស់ខ្ញុំតើខ្ញុំអាចជួយមនុស្សតាមពិធីផ្សេងទៀតបានដែរឬទេសំណួរទាំងអស់នេះធ្វើត្បិតបើស្ដាប់ទៅវាពិតជាសាមញ្ញប៉ុន្តែវាធ្វើឲ្យខ្ញុំគឺគិតច្រើនមែនតើបងប្អូនគឺគិតទាំងថ្ងៃទាំងយប់តែម្ដងគិតថាខ្ញុំត្រូវធ្វើអីអញ្ចឹងណាហើយខ្ញុំតែងតែសួរខ្លួនឯងថាតើខ្ញុំចេះអីខ្លះដែលខ្ញុំអាចជួយដល់មនុស្សបាន
ក្រោយពីខ្ញុំបានសួរខ្លួនឯងមួយរយៈមកខ្ញុំក៏ទទួលបានចម្លើយនៅថ្ងៃមួយនោះគឺខ្ញុំបានដឹងពីចំណងចំណូលចិត្តរបស់ខ្ញុំចំណងចំណូលចិត្តរបស់ខ្ញុំពិតប្រាកដនោះគឺខ្ញុំចូលចិត្តលើកទឹកចិត្តមនុស្សព្រោះខ្ញុំតែងតែសង្កេតមើលខ្លួនឯងណាបងប្អូនជាទូទៅមានបងប្អូនមិត្តភ័ក្តិឬក៏អ្នកដែលស្គាល់ខ្ញុំអ្នកខ្លះគឺគាត់ស្គាល់ខ្ញុំអត់ច្បាស់ទេប៉ុន្តែគាត់គ្រាន់តែជា friend នៅក្នុង Facebook ទេប៉ុន្តែគាត់ឆាតមកនិយាយរាយរាប់នៅរឿងរ៉ាវរបស់គាត់ដើម្បីឲ្យខ្ញុំជួយផ្ដល់ជាមតិយោបល់ហើយភាគច្រើនខ្ញុំក៏សង្កេតឃើញថាគាត់ទាំងអស់គ្នាហ្នឹងទទួលបានការលើកទឹកចិត្តពីខ្ញុំទៅទទួលបានការពិភាក្សាពីខ្ញុំទៅធ្វើឲ្យជីវិតរបស់គាត់ហ្នឹងបានប្រសើរឡើងជាងមុនណាបងប្អូនឃើញគាត់មើលទៅរឹងមាំជាងមុនស្វាហាប់ជាងមុនមើលទៅគាត់អត់បែបថាគាត់ឈប់ stress ហ៎បងប្អូនគាត់ឈប់ស្មុគស្មាញដូចលើកមុនណានេះហើយគឺជាអ្វីដែលខ្ញុំសប្បាយចិត្តហើយខ្ញុំចង់ឃើញទោះបីជាគាត់អត់បានអរគុណខ្ញុំក៏ខ្ញុំនៅតែសប្បាយចិត្តដែរខ្ញុំតែងតែចង់ចែករំលែកនៅចំណេះដឹងនិងបទពិសោធន៍របស់ខ្ញុំដែលខ្ញុំធ្លាប់បានឆ្លងកាត់ដើម្បីជួយដល់អ្នកដែលរស់នៅជុំវិញខ្ញុំធ្វើឲ្យជីវិតរបស់គាត់ប្រសើរឡើងជាងមុនខ្ញុំក៏ចាប់ផ្ដើមបង្កើតវីដេអូលើកទឹកចិត្តនេះឡើងមកដើម្បីជួយដល់ពួកគាត់ទាំងអស់គ្នាដំបូងឡើយខ្ញុំក៏មានអារម្មណ៍ថាភ័យខ្លាចដែរបងប្អូនខ្ញុំមិនប្រកាសថានឹងមានមនុស្សដែលគាត់ចូលចិត្តវីដេអូខ្ញុំដែរឬអត់ទេប៉ុន្តែខ្ញុំក៏បានសម្រេចចិត្តសាកល្បងឡើងមកខ្ញុំក៏ចាប់ផ្ដើមចែករំលែកនៅរឿងរ៉ាវរបស់ខ្ញុំនិងគន្លឹះក្នុងការសាងផ្លូវចិត្តឲ្យរឹងមាំរបស់ខ្ញុំហើយបន្ទាប់មកអ្វីក៏ចាប់ផ្ដើមផ្លាស់ប្ដូរខ្ញុំក៏ទទួលបានមតិវិជ្ជមានជាច្រើនពីបងប្អូនទាំងអស់គ្នាដែលគាត់បានទទួលការមើលឃើញវីដេអូរបស់ខ្ញុំពួកគាត់បានប្រាប់ខ្ញុំថាវីដេអូរបស់ខ្ញុំអាចជួយឲ្យគាត់ជំនះរាល់ឧបសគ្គនិងជីវិតរបស់គាត់បានរីករាយជាងមុនហើយនៅពេលនោះបងប្អូនពេលដែលខ្ញុំបានឮអ្វីដែលគាត់បាននិយាយខ្ញុំមានអារម្មណ៍ថារំភើបខ្លាំងណាស់ហើយខ្ញុំពិតជាសប្បាយចិត្តខ្លាំងមែនតើបងប្អូនហើយខ្ញុំគឺពេលហ្នឹងស្ដាប់ហើយគឺមានកម្លាំងចិត្តព្រឹសតែម្ដងក្នុងការធ្វើវីដេអូបន្ថែមទៀតបន្តទៅនេះខ្ញុំសូមផ្ដាំទៅអ្នកទាំងអស់គ្នាថាសូមកុំភ័យខ្លាចក្នុងការស្វែងរកចំណូលចិត្តរបស់ខ្លួនឯងសូមបងប្អូនទាំងអស់គ្នាកុំខ្លាចនៅការផ្លាស់ប្ដូរព្រោះការផ្លាស់ប្ដូរអាចធ្វើឲ្យយើងមានជីវិតដែលប្រសើរឡើងជាងមុនកុំរស់នៅក្នុង comfort zone ច្រើនពេកបងប្អូន comfort zone អាចនឹងធ្វើឲ្យជីវិតរបស់យើងគឺនៅត្រង់ដែលពេលខ្លះសឹងតែមើលទៅគ្មានកោះគ្មានត្រើយបងប្អូនឬក៏អាចនឹងធ្លាក់ទៅជីវិតមួយដែលតោកយ៉ាក់ជាងមុនក៏ថាបានដែរហើយរត់តែសំខាន់ទៅទៀតនោះគឺបងប្អូនទាំងអស់គ្នាចូលកុំបោះបង់នៅក្តីសម័យរបស់ខ្លួនឯងព្រោះក្តីសម័យរបស់មនុស្សម្នាក់ធ្វើពិតថាវាមានលក្ខណៈផ្សេងគ្នាប៉ុន្តែគោលដៅតែម្យ៉ាងគឺដើម្បីសេចក្តីសុខនិងសេចក្តីចម្រើននៅក្នុងជីវិតរបស់យើងម្នាក់ហើយជាចុងបញ្ចប់នេះចូលអ្នកកុំភ្លេចថាអ្នកគឺមានសិទ្ធិជ្រើសរើសក្នុងការប្រើជីវិតដែលអ្នកស្រឡាញ់ពេញលេញហើយអ្នកមានសមត្ថភាពក្នុងការធ្វើឲ្យក្តីសុបិនរបស់អ្នកคล้ายទៅជាការពិតសូមជឿជាក់លើខ្លួនឯងហើយចាប់ផ្ដើមធ្វើដំណើរស្វែងរកខ្លួនឯងនៅថ្ងៃនេះបើសិនជាអ្នករួចរាល់ហើយសូមខមមិនអូខេនៅក្នុងវីដេអូនេះសូមជូនពរសំណាងល្អទាំងអស់គ្នាសូមអរគុណ